សូត្រ10កិច្ចណាដែលព្រះអរិយៈបានត្រាស់ដឹងនៅបទដ៏ស្ងប់រងាប់គឺព្រះនិព្វានបានធ្វើហើយកិច្ចនោះកុលបុត្រអ្នកឆ្លៀសក្នុងប្រយោជន៍គួរធ្វើកុលបុត្រនោះជាអ្នកអាចហ៊ានផងត្រង់ដោយកាយនិងវាចាផងត្រង់ដោយចិត្តផងគេប្រដៅងាយផងមានសុភាពទន់ភ្លន់ផងមិនមានមេនះដ៏ក្រៃលែងសន្តោសផងគេចិញ្ចឹមងាយផងមានកិច្ចធុរៈតិចផងប្រព្រឹត្តស្រាលព្រមមានបរិខាតិចផងមានឥន្ទ្រីស្រគត់ស្រគំផងមានប្រាជ្ញាចាស់ផងមិនខ្នើសខ្នងផងមិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផងវិញ្ញោជនទាំងឡាយគួរតេះដៀលជនទាំងឡាយដទៃដោយកម្មណាមិនគួរប្រព្រឹត្តធ្វើនៅកម្មនោះដែលជាកម្មលាមកសូម្បីតិចតួចហើយគួរផ្សាយមេត្តាចិត្តចំពោះពពួកសត្វថាសត្វទាំងឡាយទាំងពួងសូមឲ្យមានសេចក្តីសុខឲ្យមានសេចក្តីក្សេមឲ្យមានខ្លួនដល់នៅសេចក្តីសុខចុះសត្វមានជីវិតទាំងឡាយណាមួយឥតមានសេសសល់ទោះសត្វមានសេចក្តីតក់ស្លុតគឺនៅមានតណ្ហាក្តីមមមួនគឺឥតមានតណ្ហាក្តីសត្វទាំងឡាយណាមានកាយវែងក្តីធំក្តីមានកាយយ៉ាងកណ្ដាលក្តីខ្លីក្តីមានកាយស្គមឬធាត់ក្តីសត្វទាំងឡាយណាដែលយើងឃើញហើយក្តីមិនឃើញហើយក្តីសត្វទាំងឡាយណានៅក្នុងទីឆ្ងាយក្តីក្នុងទីជិតក្តីដែលកើតរួចមកហើយក្តីដែលកំពុងស្វែងរកទីកើតក្តីសត្វទាំងអស់នោះចូលមានខ្លួនជាសុខចុះសត្វដទៃមិនគួរកំហែងបៀតបៀននៅសត្វទាំងឡាយឡើយមិនគួរមើលងាយគេតិចតួចក្នុងទីណាមួយឡើយមិនគួរប្រាថ្នានៅសេចក្តីសុខដល់គ្នានឹងគ្នាព្រោះសេចក្តីក្រេវក្រោធនិងសេចក្តីចង្អៀតចង្អល់ក្នុងចិត្តឡើយមេត្តាថ្នមរក្សាបុត្រដែលកើតអំពីខ្លួនជាកូនតែមួយដោយអាយុស្មើដោយជីវិតយ៉ាងណាមិញបុគ្គលគួរចម្រើនមេត្តាចិត្តមិនមានប្រមាណចំពោះសត្វទាំងឡាយទាំងពួងយ៉ាងនោះឯងបុគ្គលគួរចម្រើនមេត្តាចិត្តមិនមានប្រមាណជាធម៌មិនចង្អៀតមិនមានពៀមិនមានសត្រូវទៅក្នុងលោកទាំងអស់គឺក្នុងទីខាងលើផងខាងក្រោមផងខាងទទឹងគឺត្រង់កណ្ដាលផងបុគ្គលអ្នកចម្រើនមេត្តាចិត្តនោះទោះឈរក្តីដើរក្តីអង្គុយក្តីដេកក្តីជាអ្នកមានសេចក្តីងប់ងក់ទៅប្រហើយគឺជាអ្នកមិនដេកលក់អស់ការត្រឹមណាគួរតម្កល់នៅសតិនោះអស់ការត្រឹមនោះបណ្ឌិតទាំងឡាយពោលនៅកិរិយានោះថាជាព្រហ្មវិហារក្នុងសាសនានេះបុគ្គលដែលមានមេត្តាព្រហ្មវិហារមិនងប់នឹងទិដ្ឋិជាអ្នកមានសិលប្រកបដោយទស្សនៈសម្បត្តិគឺសោតាបត្តមៈតទៅទៀតបន្តបងនៅសេចក្តីជាប់ជំពាក់ក្នុងកាមទាំងឡាយហើយរមែងមិនមកកាន់កុភៈសយាទៀតឡើយចាប់មេត្តាសូត្ររតនសូត្រ7ពួកភូតនាស្ថិតនៅលើផែនដីក្តីពួកភូតនាស្ថិតនៅឥដុអាកាសក្តីដែលមកជួបជុំក្នុងទីនេះពួកភូតទាំងអស់នោះចូលមានចិត្តល្អមួយទៀតចូលស្ដាប់នៅភាសិតដោយគោរពព្រោះហេតុនោះអ្នកទាំងឡាយជាភូតទាំងអស់ចូលស្ដាប់នៅព្រះបរិត្តចូលធ្វើនៅមេត្តាចិត្តដល់ពពួកសត្វជាមនុស្សជាតិមនុស្សទាំងឡាយណាតែនាំមកនៅពលីក្នុងពេលថ្ងៃនិងពេលយប់ព្រោះហេតុនោះសូមអ្នកទាំងឡាយកុំប្រហែសធ្វេសរក្សានៅមនុស្សទាំងនោះទ្រព្យណាមួយក្នុងលោកនេះក្តីក្នុងលោកខាងមុខក្តីរតនវត្ថុដ៏ឧត្តមណាក្នុងឋានសួគ៌ក្តីទ្រព្យនឹងរតនវត្ថុទាំងនោះឯងស្មើដោយព្រះតថាគតមិនមានឡើយរតនៈគឺព្រះពុទ្ធនេះឯងជារតនៈដ៏ឧត្តមដោយសច្ចៈនេះសូមមានសិរីសួស្តីព្រះសក្យមុនីទ្រង់មានព្រះតីតម្កល់មាំបានត្រាស់ដឹងហើយនៅព្រះធម៌ណាជាទីខ្សែទៅនៃកិលេសជាទីប្រសិជ្ជរិកៈជាធម៌មិនស្លាប់ជាធម៌ឧត្តមរតនៈនេះមួយស្មើដោយព្រះធម៌នោះមិនមានរតនៈគឺព្រះធម៌នេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីព្រះពុទ្ធជាបុគ្គលប្រសើរទ្រង់សរសើរនៅសមាធិណា
ថាជាធម៌ដ៏ស្អាតបណ្ឌិតទាំងឡាយពោលហើយនៅសមាធិណាថាជាធម៌ឲ្យផលដោយលំដាប់សមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយរតនៈគឺព្រះធម៌នេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីបុគ្គលទាំងឡាយណា8ពួកដែលពួកសប្បុរសសរសើរហើយរាប់ជាគូមាន4គូបុគ្គលទាំងឡាយនោះជាសាវករបស់ព្រះសុគតលោកគួរដល់តក្ខណទានទានទាំងឡាយដែលបុគ្គលឲ្យហើយចំពោះតក្ខណីយៈបុគ្គលទាំងឡាយនោះជាទានមានផលច្រើនរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីអរិយបុគ្គលទាំងឡាយណាក្នុងសាសនានៃព្រះសម្ពុទ្ធព្រះនាមគោតមប្រកបត្រូវល្អហើយមានចិត្តខ្ជាប់ខ្ជួនឥតមានសេចក្តីប្រាថ្នាឡើយអរិយបុគ្គលទាំងឡាយនោះដល់ហើយនៅអរហត្តផលសម្រេចហើយនៅព្រះនិព្វានបាននៅការរលត់កិលេសដោយទទេឥតមានទិញដូរឡើយហើយទទួលនៅផលរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីសសរគោលដែលគេបោះភ្ជាប់នឹងផែនដីជារបស់មិនកំរើកញាប់ញ័រដោយខ្យល់ព្យុះដែលបក់មកអំពីទិសទាំង4យ៉ាងណាមិញអ្នកណាពិចារណាឃើញនៅអរិយសច្ចៈទាំងឡាយតថាគតហៅអ្នកនោះថាជាសប្បុរសមិនញាប់ញ័រដោយលោកធម៌ទាំងឡាយដោយសសរគោលដូច្នោះឯងរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីអរិយបុគ្គលទាំងឡាយណាធ្វើឲ្យជាច្បាស់នៅអរិយសច្ចៈទាំងឡាយដែលព្រះតថាគតព្រះអង្គមានប្រាជ្ញាដ៏ជ្រាលជ្រៅសម្ដែងប្រពៃហើយអរិយបុគ្គលទាំងនោះតកជាប្រមាទដ៏លើសលប់ក៏ដោយអរិយបុគ្គលទាំងនោះគង់មិនកាន់យកភពជាគម្រប់8គឺមិនកើតទៀតហួសពីជាតិ7ឡើយរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីសញ្ញោចនៈកិលេស3យ៉ាងគឺសក្កាយតិដ្ឋិវិជកិច្ឆានិងសីលពតតបរាមាសៈណាមួយធម៌ទាំងឡាយ3នោះសោតាបនៈបុគ្គលនោះបានលះបង់ហើយជាមួយនឹងទេសនៈសម្បទាគឺសោតាបត្តមៈមួយទៀតសោតាបនៈបុគ្គលរួចស្រឡះចាកអបាយទាំង4ផងมันអាចធ្វើនៅអភិឋានទាំងឡាយ6ផងរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីប្រសិនបើសោតាបនៈបុគ្គលនោះធ្វើនៅបាបកម្មដោយកាយវាចាឬដោយចិត្តក៏ដោយព្រោះសេចក្តីភ្លាំងភ្លាត់សោតាបនៈបុគ្គលនោះមិនដែលបិទបាំងនៅបាបកម្មនោះឡើយភវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយជាបុគ្គលមិនដែលបិទបាំងបាបកម្មព្រះពុទ្ធទាំងឡាយបានត្រាស់សម្ដែងហើយរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីគុំឈើក្នុងព្រៃមានត្រួយលូតលាស់ក្នុងខាងដើមកមហរដូវគឺខែក្តៅយ៉ាងណាមិញព្រះពុទ្ធបានត្រាស់សម្ដែងហើយនៅធម៌ដ៏ប្រសើរជាធម៌អាចញ៉ាំងសត្វទាំងឡាយឲ្យដល់នៅព្រះនិព្វានដើម្បីប្រយោជន៍ដ៏ឧត្តមដូចជាគុំឈើមានក្នុងព្រៃដូច្នោះឯងរតនៈគឺព្រះពុទ្ធនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីព្រះសម្មាសម្ពុទ្ធជាបុគ្គលប្រសើរទ្រង់ជ្រាបនៅធម៌ដ៏ប្រសើរទ្រង់ប្រទាននៅធម៌ដ៏ប្រសើរទ្រង់នាំមកនៅធម៌ដ៏ប្រសើរព្រះអង្គប្រសើរឥតមានអ្នកណាមួយស្មើទ្រង់ត្រាស់សម្ដែងហើយនៅធម៌ដ៏ប្រសើររតនៈគឺព្រះពុទ្ធនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីកម្មចាស់របស់អរិយបុគ្គលណាអស់ហើយកម្មថ្មីរមែងមិនកើតប្រកបអរិយបុគ្គលទាំងឡាយណាមានចិត្តនឿយណាយហើយក្នុងភពតទៅអរិយបុគ្គលនោះមានពូជអស់ហើយមានឆន្ទៈគឺសេចក្តីប៉ុនប៉ងក្នុងចិត្តមិនដោះចម្រើនឡើងជាអ្នកមានប្រាជ្ញាតែងរលត់ទៅដោយប្រទីប
ដែលរលត់ទៅនេះរតនៈគឺព្រះសង្ឃនេះឯងជារតនៈដ៏ឧត្តមដោយពាក្យសច្ចៈនេះសូមមានសិរីសួស្តីពួកភូតណាស្ថិតនៅលើផែនដីក្តីពួកភូតណាស្ថិតនៅឥដរអាកាសក្តីដែលមកប្រជុំគ្នាក្នុងទីនេះយើងទាំងឡាយសូមនមស្ការនៅព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់មកហើយដូចគ្នាដែលទេវតានិងមនុស្សតែងបូជាសូមមានសិរីសួស្តីពួកភូតណាស្ថិតនៅលើផែនដីក្តីពួកភូតណាស្ថិតនៅឥដរអាកាសក្តីដែលមកប្រជុំគ្នាក្នុងទីនេះយើងទាំងឡាយសូមនមស្ការនៅព្រះធម៌ដែលមានមកហើយដូចគ្នាដោយដែលមនុស្សនិងទេវតាតែងបូជាសូមមានសិរីសួស្តីពួកភូតណាដែលស្ថិតនៅលើផែនដីក្តីពួកភូតណាស្ថិតនៅឥដរអាកាសក្តីដែលមកប្រជុំគ្នាក្នុងទីនេះយើងទាំងឡាយសូមនមស្ការនៅព្រះសង្ឃដែលមានមកហើយដូចគ្នាដែលទេវតានិងមនុស្សតែងបូជាសូមមានសិរីសួស្តីចប់រតនសូត្រ